សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំចង់ប្រាប់ពីរបៀបក្នុងការ Verify Business Suite របស់ TikTok ណាអញ្ចឹងជាទូទៅTikTok มันមាន Business Suite មួយដែរនេះតែយើងអាចដាក់លក់អីវ៉ាន់នៅលើនេះបានហើយ Business Suite នេះក៏មានការ Verify ដើម្បីទទួលបានសញ្ញា CRIS ដែរហើយរបៀបក្នុងការ Verify ជាមួយនឹង Business Suite នេះគឺតម្រូវបងប្អូនមានឯកសារខ្លះៗហើយដូចជាមិនពិបាកស្មុគស្មាញទេអញ្ចឹងដើម្បី Verify ហ្នឹងគឺយើងគ្រាន់តែចូលមកឥឡូវយើងចូលមកមើលសិនណា Verify ទៅវាបែបណានៅពេលដែលយើង Verify រួចរាល់គឺយើងចូលទៅកាន់ Business Suite នេះមកនេះនៅពេលដែលយើងទទួលបានការ Verify ពី TikTok Verify នេះគឺ Verify Business Suite ទេណាមិនមែន Verify CRIS នៅលើ account ទេហើយអញ្ចឹងជំហានដើម្បី Verify ហ្នឹងគឺមិនជាពិបាកស្មុគស្មាញទេឯកសារហ្នឹងគឺមានតម្រូវបងប្អូនមានហៅថា EIN បងប្អូនខ្លះប្រហែលជាមិនទាន់ស្គាល់ EIN នេះទេហើយ EIN នេះគឺដើម្បីបង្កើតបានយើងត្រូវការមាន ASN វាវិញឆ្ងាយកន្លែងនេះទៀតតែបើសិនជាបងប្អូនដែលមាន EIN រួចរាល់ហើយណាបងប្អូនអាចយកដើម្បី Verify នៅលើ TikTok Business Suite របស់បងប្អូនបានអញ្ចឹងយើងចូលមើលកន្លែង Business Verification នេះមក TikTok ដែលខ្ញុំ Verify នេះគឺខ្ញុំដាក់ address នៅតាម EIN របស់ខ្ញុំតែម្ដងណានេះខ្ញុំដាក់ United States ធម្មតា EIN ហ្នឹងគឺអាមេរិកបានមាន EIN ហ្នឹងហើយអញ្ចឹងជំហានដំបូងដើម្បី Verify ហ្នឹងគឺយើងត្រូវដាក់ address ហើយ address របស់ខ្ញុំនេះគឺខ្ញុំដាក់តាម EIN របស់ខ្ញុំគឺនៅ United States ហើយកន្លែង website នេះបងប្អូនអាចយកដូចជា link របស់ Facebook យើងក៏បានដែរហើយខ្ញុំដាក់ link Facebook មួយមកបន្ទាប់មកនេះកន្លែងcompany certificate នេះគឺខ្ញុំ upload EIN ចំនួន2ស្លឹកធម្មតា EIN គឺមាន file PDF ចំនួន2ស្លឹកនេះឯងបន្ទាប់មកនៅពេលដែលបងប្អូនបានដាក់ address ដាក់ link website នេះមួយមក website នេះអាច copy link ពី Facebook អីក៏បានហើយបងប្អូនមាន website ដាក់ website ទៅហើយកន្លែងនេះយើងគ្រាន់តែ upload file PDF របស់ EIN នេះមកហើយបន្ទាប់មក business name ហ្នឹងដាក់ឈ្មោះដូចនឹងឈ្មោះនៅក្នុង EIN របស់យើងមកបន្ទាប់មកនឹងមានពាក្យឲ្យយើង submit ដែរដល់ពេលដែលយើង submit រួចរាល់ប្រហែលជាដូចជាម្ដងមួយថ្ងៃទេបើសិនជាវា approve ឲ្យគឺវា approve ហើយបើសិនជាអត់ approve ឲ្យដូចជាលោតលឿនដែរ